ក្រពេញប្រូស្តាតគឺជាក្រពេញតូចមួយដែលស្ថិតនៅខាងក្រោមក្បាលផ្លាស្ទិកនោមដែលមានសារៈប្រយោជន៍ក្នុងដំណើរការបន្តពូជរបស់បុរសប៉ុន្តែពេលយើងចាស់ឡើងជំងឺខ្លះអាចកើតមាននៅក្នុងក្រពេញនេះបានហើយជំងឺសំខាន់ពីរដែលអាចប៉ះពាល់ដល់ក្រពេញនេះគឺបេះនិងមហារីកក្រពេញប្រូស្តាតជំងឺទាំងនេះអាចបណ្ដាលឲ្យក្រពេញនេះខំឡើងនិងអាចបណ្ដាលឲ្យមានការទប់ស្កាត់ក្នុងការចេញនំដោយសារតែបណ្ដាលឲ្យចេញនំយឺតបុរសជាច្រើនក្នុងចំណោមពួកគេអាចមានអាការៈចេញនំញឹកញាប់ចង់ចេញនំបន្ទាន់និងចេញនំយឺតដែលអាចនាំឲ្យមានបញ្ហាផ្សេងដូចជាអាឡែស៊ីនំគ្រោះថ្មក្នុងផ្លាស្ទិកឬពេលខ្លះអាចបណ្ដាលឲ្យមានការផ្លាស់ប្ដូរនៅក្នុងតម្រងនំដោយសារតែការទប់ស្កាត់នោះសម្រាប់បុរសដែលមានបញ្ហាដែលពាក់ព័ន្ធនឹងមហារីកក៏អាចបង្ហាញខ្លួនដោយគ្មានរោគសញ្ញាឡើយដូច្នេះអាចត្រូវបានរកឃើញតាមការត្រួតពិនិត្យសុខភាពប៉ុន្តែអាចបង្ហាញខ្លួនជាមួយនឹងរោគសញ្ញាទូទៅទាំងអស់ដែលពាក់ព័ន្ធនឹងការផ្លាស់ប្ដូរក្រពេញប្រូស្តាតតាមអាយុផងដែរវាជារឿងសំខាន់ខ្លាំងណាស់ក្នុងការបំបាក់ពីបញ្ហានេះឲ្យច្បាស់គួរតែយល់ថាសម្រាប់បុរសដែលមានការផ្លាស់ប្ដូរក្រពេញប្រូស្តាតតាមអាយុការព្យាបាលមិនចាំបាច់ត្រូវធ្វើជានិច្ចទេហើយសម្រាប់បុរសភាគច្រើននេះគុណភាពជីវិតមានសារៈសំខាន់ជាងរបាយការណ៍ណាមួយប៉ុន្តែសម្រាប់បុរសក្រុមតូចមួយនាក់អាចមានការផ្លាស់ប្ដូរដែលតម្រូវឲ្យត្រូវសម្រេចចិត្តព្យាបាលឬធ្វើវះកាត់ប៉ុន្តែម្ដងវិញសម្រាប់បុរសដែលមានមហារីកក្រពេញប្រូស្តាតមិនថាមានរោគសញ្ញាឬអត់ទេបុរសភាគច្រើននោះត្រូវការការព្យាបាលហើយការព្យាបាលនោះនឹងអាស្រ័យលើ3កត្តាសំខាន់គឺប្រភេទមហារីកដែលមាននោះមានន័យថា histology ពិតប្រាកដរហ័សភាពនៃការលូតលាស់របស់មហារីកដែលហៅថា grade និងកម្រិតដែលមហារីកបានរីករាលដាលដែលហៅថា stage 3កត្តានេះត្រូវបានយកចូលគ្នាដើម្បីរៀបចំផែនការព្យាបាលដែលអាចរួមមានការវះកាត់កាំរស្មីថ្នាំហូរម៉ូនឬការព្យាបាលពិសេសផ្សេងទៀតដើម្បីដោះស្រាយមហារីកបើសិនជាមហារីកត្រូវបានរកឃើញឆាប់និងព្យាបាលទាន់ពេលបុរសភាគច្រើនក្នុងចំណោមពួកគេអាចរស់នៅជីវិតធម្មតាមានអាយុកាលធម្មតា